របៀបកណនីមានបន្ទប់ឲ្យត្រូវនឹងកម្លាំងសេះនៃម៉ាស៊ីនត្រជាក់ដែលយើងចង់ដំឡើងអញ្ចឹងបងប្អូនដែលចង់ដំឡើងម៉ាស៊ីនត្រជាក់នៅតាមបន្ទប់គេងអីហ្នឹងអាចប្រើវិធីនេះបានអញ្ចឹងដំបូងឡើយយើងតាមរូបមន្តដែលមាននៅខាងលើនេះ n ស្មើ v លើ d អញ្ចឹង n យើងគិតជាកម្លាំងសេះហើយ v នេះគឺយើងគិតជាមាត្របន្ទប់ហើយ d គឺកម្រិតនៃភាពត្រជាក់ហើយកម្រិតនៃភាពត្រជាក់គឺមានត្រជាក់ខ្លាំងត្រជាក់មធ្យមនិងត្រជាក់ខ្សោយអញ្ចឹងដើម្បីរកភាពត្រជាក់នៅក្នុងបន្ទប់របស់យើងបានយើងត្រូវគណនាទៅតាមរូបមន្តខាងលើនេះអញ្ចឹងយើងមាន v ស្មើនឹងមាត្របន្ទប់របស់យើង v គឺជាមាត្របន្ទប់អញ្ចឹងដើម្បីរកមាត្របន្ទប់របស់យើងឃើញយើងត្រូវយក a គុណនឹង b ឬគុណនឹង h ដែលយកបណ្ដោយគុណនឹងទទឹងហើយគុណនឹងកម្ពស់ពេលនោះហើយគឺយើងនឹងឃើញមាត្របន្ទប់របស់យើងដែលត្រូវប្រើកម្លាំងម៉ាស៊ីនត្រជាក់ប៉ុន្មានសេះដែលសមស្របនឹងភាពត្រជាក់ដែលយើងចង់បាន